understand ពីមូលដ្ឋានគ្រឹះក្នុងការប្រើប្រាស់វាមិនអញ្ចឹងទេយើងនឹងអាចនឹងទៅនឹងមិនទទួលបានគុណភាពទាក់ទងដែលមានគុណភាពស្របតាមបទដ្ឋានឬក៏ស្របតាមតម្រូវការរបស់យើងទេចឹងហើយជារួមយើងអាចស្វែងយល់អំពីការប្រើប្រាស់របស់ស៊ីម៉ងឲ្យបានច្បាស់លាស់មុនពេលជួយយើងអូខេអញ្ចឹងខ្ញុំសូមចូលចំណុចបន្តទៀតយើងនិយាយអំពី cement property cement property ក្នុងនេះយើងមានត្រូវបានអ្នកជំនាញគាត់សិក្សាហើយបែងចែកជាពីរប្រភេទធំទី1តើតើនឹង chemical property ហើយចំណុចទី2តើតើជាមួយនឹង physical property ហើយសម្រាប់ chemical property នឹងទៀតត្រូវបានអ្នកជំនាញគាត់ផ្ដោតសំខាន់ទៅលើសារធាតុស៊ីម៉ងទៅប្រទេសអូខេអញ្ចឹងខ្ញុំសូមចូលទៅចំណុចបន្ទាប់យើងនិយាយអំពីទំនាក់ទំនងរវាងសមាជិកសាស្ត្ររបស់ស៊ីម៉ងទៅលើភាពធន់របស់ mortar strength អញ្ចឹងស៊ីម៉ងវានៅពេលយើងទៅតែយើងតែលើភាពធន់ជា mortar strength ក្នុងនេះវាមានខ្សែកោនេះបង្ហាញអំពីទំនាក់ទំនងរវាងសមាជិកគីមីដែលបង្ហាញខាងលើមុនហ្នឹងវាមានទំនាក់ទំនងទៅលើភាពធន់របស់ស៊ីម៉ងក្នុងនេះខ្សែកោមួយបង្ហាញអំពី C3S យើងអាចឃើញថាខ្សែកោរបស់ CTS ហ្នឹងនៅពេលដែលវាកើនឡើងខ្ពស់បានន័យថា CTS ហ្នឹងវាកើនឡើងខ្ពស់គឺវាបង្ហាញអំពីការវិវត្តកម្លាំងរបស់ mortar strength របស់យើងនឹងវាឡើងនៅអាយុកាលដំបូងបានន័យថាអាយុ3ថ្ងៃ7ថ្ងៃដំបូងហ្នឹងវាឡើងកម្លាំងខ្លាំងអញ្ចឹងបានន័យថានៅពេលដែលយើងឃើញថា CTS នៅក្នុងសមាសធាតុគីមីរបស់ស៊ីម៉ងនឹងវាកើតវាយើងនឹងទទួលបានស៊ីម៉ងមួយប្រភេទដែលវាមានការវិវត្តកម្លាំងនៅអាយុកាលដំបូងហ្នឹងលឿនហើយចំណុចខ្សែកោមួយទៀតបង្ហាញអំពី C2S នេះបង្ហាញអំពីការវិវត្តកម្លាំងរបស់ mortar strength នឹងនៅអាយុកាល long term បានន័យថាបន្ទាប់ពី28ថ្ងៃទៅ59ថ្ងៃឬក៏92ថ្ងៃគឺវានៅបន្តវិវត្តកម្លាំងទៅមុខទៀតអញ្ចឹងបើសិនជា C2S នឹងកើតការវិវត្តកម្លាំងនៅអាយុកាលវែងឆ្ងាយនេះវានៅបន្តវិវត្តទៅមុខច្រើនហើយចំណែក C3A C4A នេះវាអត់មានដំណងច្រើនទៅលើកម្លាំងរបស់កម្លាំងរបស់តាទេអញ្ចឹងខ្ញុំសូមអត់និយាយទេវាមានពីរសំខាន់ដែលមានវិតាវាវិវត្តឬក៏អាចនឹងមាន impact ដល់mortar strength អូខេអញ្ចឹងខ្ញុំសូមចូលទៅដល់ចំណុចបន្តទៀតទាក់ទងជាមួយនឹងទំនាក់ទំនងសមាជិករបស់ស៊ីម៉ងទៅលើ concrete property ម្ដងមិញយើងនិយាយពីទំនាក់ទំនងសមាជិករបស់ស៊ីម៉ងទៅលើ mortar strength អានេះយើងនិយាយអំពីសមាជិករបស់ស៊ីម៉ងដែលមានទំនាក់ទំនងទៅលើ concrete property អញ្ចឹងក្នុងនេះយើងឃើញថាខ្សែកោនេះបង្ហាញអំពីភាពម៉ត់របស់ស៊ីម៉ងភាពម៉ត់របស់ស៊ីម៉ងគឺមានទំនាក់ទំនងជាមួយនឹងភាគរយ bedding ក៏ដូចជាភាគរយនៃការប្រព្រឹត្តទឹកនៅក្នុងការលាយបេតុងអញ្ចឹងក្នុងនេះយើងឃើញថាភាពម៉ត់ស៊ីម៉ងកាន់តែម៉ត់ប៉ុន្តែប្លែនរបស់វាកាន់តែខ្ពស់តម្រូវការនៃការប្រព្រឹត្តទឹកវាកាន់តែវាទៀតហើយភាគរយ bedding ក៏ភាគរយ bedding នៅក្នុងបេតុងក៏វាតិចទៅតាមនោះដែរតែបើទៅវិញបើសិនជាស៊ីម៉ងយើងរៀងគ្រើមប្លែនរបស់វាទៀតអញ្ចឹងតម្រូវការនៃការប្រព្រឹត្តទឹករបស់យើងវាខ្ពស់ហើយ bedding នៅក្នុងបេតុងក៏វាខ្ពស់តាមនោះដែរអូខេអញ្ចឹងខ្ញុំសូមចូលកាន់ចំណុចបន្តទៀត
แต่ต้องជាមួយនឹង aggregate វាជាសម្ភារៈបេតុងមួយប្រភេទដែរយើងតែខ្ញុំទៅលើកយកមកនិយាយបង្ហាញទៅអ្នកទាំងអស់គ្នាហើយដោយសារតែ aggregate វាដើរតួនាទីសំខាន់ដូចជាវាទៅបានប្រទះជាមួយនឹងបរិមាណយ៉ាងច្រើននៅក្នុងបេតុង1ម៉ែត្រគូបរហូតដល់60ទៅ70% នៃវ៉ូលូមបេតុង1ម៉ែត្រគូបអញ្ចឹងaggregate property វាពិតជាសំខាន់ហើយវាពិតជាមានផលប៉ះពាល់ទៅដល់ convertibility ដែលផ្ដោតទៅលើភាពងាយស្រួលធ្វើការភាពងាយស្រួលការកាយការងារបាញ់បូវែងហ្នឹងក៏វា impact មកពី aggregate ដែរហើយវាក៏ប៉ះពាល់ទៅដល់ភាពធន់យូរវែងហើយកម្លាំងរបស់បេតុងក៏ដូចជាដងសន្ទេរបស់បេតុងផងដែរអញ្ចឹង aggregate វាដើរតួនាទីសំខាន់ហើយវាមានដល់ផលប៉ះពាល់ទៅដល់បេតុងយើងឲ្យបេតុងយើងអាចបេតុងយើងល្អឬក៏បេតុងយើងអត់ក៏វាអាស្រ័យទៅលើ aggregate property ផងដែរអញ្ចឹងខ្ញុំសូមបង្ហាញបន្ថែមទៅលើ aggregate property ដែលខ្ញុំជាក់មុននឹងបន្តិចគឺ aggregate property នេះជាទូទៅអ្នកជំនាញដែលគាត់សិក្សាឬក៏គាត់មុននឹងគាត់ design បេតុងកម្លាំងបេតុងប្រភេទណាគឺគាត់តែងតែសិក្សាគឺគាត់តែងតែយកចិត្តដាក់ទុកក្នុងការជ្រើសរើសសាច់ថ្មយកមកប្រើប្រាស់ក្នុងការផលិតបេតុងរបស់គាត់អញ្ចឹងជាទូទៅអ្នកជំនាញគាត់ផ្ដោតសំខាន់ទៅលើ gradation របស់ aggregate gradation នេះយើងផ្ដោតទៅលើគាត់ទំហំគាត់គ្រឿងគាត់ម៉ត់គាត់ល្អិតអីចឹងទៅយើងទៅបានអ្នកជំនាញគាត់សិក្សាហើយគាត់បានធ្វើតេស្តពលតាម ASTM លេខកូដ ASTM C136 ដែលជាទូទៅគឺគាត់តែងតែធ្វើតេស្តក្នុងការប្រតិបត្តិហើយចំណុចទី2តើតើជាមួយនឹង specific gravity របស់ aggregate គឺទៅបានអ្នកជំនាញគាត់សិក្សាយ៉ាងយកចិត្តដាក់ផងដែរហើយការធ្វើតេស្តវាមកតាម ASTM C127 សម្រាប់ខ្សាច់ហើយនិង ASTM C128 សម្រាប់ថ្មអញ្ចឹងខ្ញុំសូមមិនបានថែមអំពីរបៀបធ្វើតេស្តទេគាត់ថាបងប្អូនសិស្សអាចចូលទៅកាន់លេខកូដស្តង់ដារហ្នឹងហើយអាចមើលជាក់ថែអំពីរបៀបនៃការធ្វើតេស្តហើយចំណុចបន្ទាប់ដែលអ្នកជំនាញគាត់តែងតែយកចិត្តដាក់ទុកផងដែរនោះគឺការធ្វើតេស្តរកភាពរក material binder ដែល75 micromet ចំណុចនេះគឺយើងផ្ដោតសំខាន់ទៅលើភាគរយធូលីភាគរយដីនៅក្នុងខ្សាច់ថ្មរបស់យើងណាពីព្រោះវាជាបរិមាណមួយដែលអាចប៉ះពាល់ទៅដល់គុណភាពសំណង់យើងគុណភាពបេតុងយើងផងដែរអញ្ចឹងអ្នកជំនាញគាត់យកចិត្តដាក់ខ្ពស់ទៅលើការធ្វើពិនិត្យចំណុចមួយនេះហើយជាទូទៅគឺគាត់ធ្វើតេស្តវាតាមស្តង់ដារ ASTM C117 ហើយចំណុចបន្ទាប់យើងនិយាយពី organic impurity in fine aggregate ជាទូទៅនៅក្នុងខ្សាច់គឺយើងមានការធ្វើតេស្តរកorganic content ដែលជាទូទៅវាមាននៅក្នុងខ្សាច់ហើយវាជាបរិមាណមួយដែលអាចនឹងប៉ះពាល់ទៅដល់គុណភាពបេតុងយើងផងដែរហើយអ្នកជំនាញគាត់បានសិក្សាក៏ដូចជាការធ្វើតេស្ត follow ទៅតាម ASTM C40 ដែលមុននឹងការជ្រើសរើសយកមើលគឺគាត់បានធ្វើតេស្តយ៉ាងយកចិត្តដាក់ទៅលើចំណុចនេះហើយចំណុចបន្ទាប់មកទៀតយើងនិយាយអំពី shape and surface texture of aggregate shape នេះយើងផ្ដោតទៅលើរាងនៅរបស់គ្រាប់ថ្មនេះដល់សំខាន់ទៅលើថ្មអញ្ចឹងថ្មយើងសប៉ែតថ្មយើងវាទៅវែងថ្មយើងអីក៏វាប៉ះពាល់ទៅដល់គុណភាពរបស់បេតុងយើងដែរអញ្ចឹងហើយអ្នកជំនាញគាត់តែងតែសិក្សាគាត់តែផ្ដោតទៅលើការធ្វើតេស្តមុននឹងគាត់ឈ្មោះយើងយកប្រភេទថ្មណាមួយយកប្រវត្តិនៅក្នុងបេតុងរបស់គាត់ហើយការធ្វើតេស្តនេះទៅយើងfollowទៅតាម SMC 295ហើយចំណុចចុងក្រោយតកតងជាមួយនឹង operation impact of cost aggregate ចំណុចនេះក៏វាសំខាន់ដែរសម្រាប់ការ design បេតុងការផលិតបេតុងដោយសារតែវាមានផលប៉ះពាល់ទៅលើគុណភាពបេតុងយើងដូចគ្នាដែរដែលជាទូទៅអ្នកជំនាញគាត់ធ្វើតែតាមស្តង់ដារ
ASPM C131 អញ្ចឹងសម្រាប់មកវិញសម្រាប់អតិថិជនវិធីនេះគឺវាต้องមានដើរតួសំខាន់ក្នុងការបង្កើតឲ្យបេតុងមួយទទួលបានប្រយោជន៍ល្អបេតុងមួយទទួលបានភាពងាយស្រួលធ្វើការក៏ដូចជាបេតុងមួយដែលទទួលបានភាពធន់យូរអង្វែងគឺវាអាស្រ័យទៅលើអតិថិជនវិធីដូចគ្នាហើយអ្នកជំនាញគាត់តែផ្ដោតសំខាន់ទៅលើការជ្រើសរើសអតិថិជនយកមកបង្រៀនក្នុងបេតុងដូចគ្នាដែរអូខេអញ្ចឹងខ្ញុំសូមបន្តទៅមុខទៀតតើតើជាមួយនឹង admixture នៅក្នុងបេតុងជាទូទៅគឺយើងមានការប្រវេជាមួយនឹង admixture និយាយចំទៅវាគឺជាកាតាលីករមួយយ៉ាងវាគឺជាអ្នកជំរុញគឺជាអ្នកឬក៏ជាអ្នកបង្កើតបេតុងមួយដែលមានគុណភាពសមស្របទៅតាមប្រភេទការងាររបស់យើងសមស្របទៅតាមការងារជាក់ស្ដែងលក្ខខណ្ឌការងារជាក់ស្ដែងរបស់យើងឲ្យវាដំណើរការទៅអញ្ចឹង admixture មានគុណចំណាយច្រើនក្នុងការបង្កើតបេតុងវាមានភាពងាយស្រួលធ្វើការភាពងាយស្រួលការក្នុងការងារខ្វាញ់ការងារបូមការងារកាយការងារទាហ្នឹងគឺ admixture វាចូលរួមចំណែកច្រើនហើយមួយទៀតវា admixture វាចូលរួមចំណែកក្នុងការកាត់បន្ថយ shrinkage ពេលថា admixture វាចូលរួមច្រើនដើម្បីកាត់បន្ថយការស្រកញៀនរបស់បេតុងណាហ្នឹងហើយអូខេហើយនេះគឺជាប្រភេទទឹកឆ្នាំដែលទៅអ្នកជំនាញគាត់សិក្សាហើយជាស្របទៅតាមបទដ្ឋានស្តង់ដារ ASTM 499ក្នុងនោះវាមានប្រភេទប្រភេទទី1ប្រភេទ Type A ជាប្រភេទទឹកឆ្នាំកាត់បន្ថយការប្រែទឹកនៅក្នុងបេតុងហើយក្នុងនោះប្រភេទ Type A នេះវាកាត់បន្ថយបានតែ5%ហើយប្រភេទ Type B ជាប្រភេទទឹកឆ្នាំបញ្ជាការកក់រឹងមកបេតុងនៅក្នុងនោះវាត្រូវបានប្រើប្រាស់សម្រាប់ការបញ្ជាការកក់រឹងមកបេតុងហើយចំណែកប្រភេទ Type C ជាប្រភេទពន្លឿនការកក់រឹងមកបេតុងប្រភេទ Type D ជាប្រភេទបញ្ជាការកក់រឹងមកបេតុងបូកជាមួយនឹងការកាត់បន្ថយបរិមាណប្រភេទទឹកបណ្ដាលជា5%ហើយចំណុចប្រភេទ Type E ជាប្រភេទកាត់បន្ថយទឹកបូកជាមួយនឹងពន្លឿនការកក់រឹងហើយចំណុចប្រភេទ Type F ជាប្រភេទកាត់បន្ថយទឹកបានខ្ពស់រហូតដល់យ៉ាងតិច12%ហើយចំណែក Type C ជាប្រភេទទឹកថ្នាំដែលកាត់បន្ថយទឹកខ្ពស់ហើយជាបូកជាមួយនឹងកម្មវិធីកាត់រឹងដូចគ្នាដែរអញ្ចឹងក្នុងនោះជាទូទៅខ្ញុំសូមចែករំលែកថាក្នុងនោះជាទូទៅសម្រាប់អ្នកគ្រប់គ្រងបេតុងជាច្រើននៅក្នុងប្រទេសកម្ពុជាយើងគាត់ប្រើប្រភេទ Type D ហើយ Type C ដែលពេញនិយមក្នុងការប្រទេសនៅក្នុងការដំណើរការនៃការផលិតបេតុងរបស់គាត់ហើយខ្ញុំមានបណ្ដាញបង្ហាញអំពីការវិវត្តកម្លាំងកម្លាំងរបស់បេតុងដែលតំណែងនៅជាមួយនឹងការប្រកបទឹកឆ្នាំខ្សែកោងមួយដែលយើងឃើញថាខ្សែកោងជាប់នេះយើងបង្ហាញអំពីការវិវត្តកម្លាំងរបស់បេតុងដោយមានការប្រកបទឹកឆ្នាំនេះអញ្ចឹងវាមានការតាមកម្លាំងតាមធម្មតានេះហើយចំណែកខ្សែកោងទី2ខ្សែកោងបាច់ដាច់នេះជាប្រភេទខ្សែកោងដែលយើងជាមួយនឹងប្រភេទទឹកឆ្នាំពន្លឿនការកក់រឹងអញ្ចឹងយើងឃើញថាការវិវត្តកម្លាំងរបស់វាមានការឡើងកម្លាំងខ្ពស់នៅអាយុកាលដំបូងដែលថា3ថ្ងៃ7ថ្ងៃដំបូងនេះវាឡើងកម្លាំងខ្ពស់ប៉ុន្តែបន្ទាប់ពីហ្នឹងបន្ទាប់ពី20ថ្ងៃ28ថ្ងៃឡើងទៅវាបន្តការហ្នឹងតែការតិចតួចហើយខ្សែកោងទី3នេះបង្ហាញអំពីការប្រែបេតុងជាមួយនឹងប្រភេទទឹកឆ្នាំពន្យាការកក់រឹង over the time បានន័យថាបេតុងនៅពេលយើងប្រើប្រភេទទឹកឆ្នាំពន្យាការកក់រឹងអញ្ចឹងការវិវត្តកម្លាំងរបស់វានៅអាយុកាលដំបូងនេះវាឡើងយូរបានន័យថា3ថ្ងៃ7ថ្ងៃដំបូងវាឡើងយូរមែនទេតែវានឹងបន្តឡើងរហូតដល់ទី23ថ្ងៃទៅវានឹងបន្តឡើងរហូតពេលថាវាឡើងវាអាចឡើងអំពុកជាប្រភេទទឹកឆ្នាំពន្លឿនការកក់រឹងអូខេអញ្ចឹងទាំងនេះជាទឹកឆ្នាំដែល
មានការប្រតិបត្តិក្នុងប្រវត្តិបេតុងយើងសោះឆ្ងាយហើយសង្ឃឹមថាបងប្អូនគ្នានៅពេលដែលយើងdesign បេតុងក៏មុនពេលយើងជួយប្រទេសទឹកណាមានមកប្រែហើយយើងត្រូវតែគិតគូរអំពីប្រភេទការងាររបស់យើងក៏ដូចជាប្រភេទបេតុងដែលយើង design ថាតើយើង design ទៅបានប្រភេទបេតុងកម្លាំងលឿនឬក៏ប្រភេទ design បេតុងកម្លាំងយូរការវិវត្តកម្លាំងយូរគឺយើងត្រូវការការប្រតិបត្តិកិច្ចតាមផ្សេងៗគ្នាផងដែរអូខេអញ្ចឹងខ្ញុំសូមចូលទៅកាន់ចំណុចបន្ទាប់យើងនិយាយអំពីចំណុចមួយយើងនិយាយអំពី stress and harden concrete ក្នុងនោះយើងនិយាយអំពី stress concrete property harden concrete property ដូចជាកត្តាដែលជាប្រកបទៅលើ concrete property នេះដែរចំណុច4មួយយើងនិយាយអំពី concrete property ក្នុង concrete property យើងបែងចែកជាពីរធំទី1យើងនិយាយអំពី stress concrete property ហើយទី2យើងនិយាយពី harden concrete property ហើយដែលក្នុងនោះសម្រាប់ stress concrete property ទៅបានអ្នកជំនាញគាត់សិក្សាផ្ដោតសំខាន់ទៅលើចំណុចមួយចំនួនដែលទី1តើតើជាមួយនឹង work activity ទី2តើតើជាមួយនឹង segregation building setting time temperature water temperature plasticity ហើយតើតើជាមួយនឹង harden concrete វិញយើងផ្ដោតសំខាន់ទៅលើភាពធន់ក្នុងការសង្កត់ stability ភាពធន់ក្នុងការភាពធន់នឹងជំនាញទឹកជាមួយនឹងភាពធន់នឹងការយូរវែងហើយក៏ដូចជាភាពធន់នឹងអគ្គិភ័យអញ្ចឹងយើងចូលមកដល់ stress concrete property ក្នុងនោះយើងនិយាយអំពីទី1យើងនិយាយអំពី concrete work ability concrete work ability នេះយើងនិយាយសំដៅទៅលើភាពងាយស្រួលធ្វើការរបស់បេតុងដែលក្នុងនោះបេតុងប្រភេទមួយប្រភេទដែលយើងងាយស្រួលធ្វើការគឺជាប្រភេទបេតុងដែលមានល្បាយបេតុងស្មើសាច់ល្អល្បាយបេតុងដែលមានងាយស្រួលក្នុងការងារចាក់ការងារកាយការងារបាញ់ការងារបូមអីហ្នឹងគឺយើងឲ្យនិយមន័យថា concrete work ability ដែល concrete work ability ហ្នឹងគឺថាវាកត្តាជាអត្តពលមួយចំនួនដែលវាអាចមានអត្តពលទៅលើ concrete work ability ហ្នឹងមានដូចជា concrete design វាមានដូចជាការប្រតិបត្តិទៅក្នុងការលាយបេតុងវាមានដូចជា admixture វាមានដូចជា material ដូចជាខ្សាច់ថ្មអីហ្នឹងគឺវាចូលរួមចំណែកនៅក្នុងconcrete work ability នឹងលើកនេះហើយបន្តមកទៀតយើងនិយាយអំពី certification concrete certification នេះយើងเอาទៅលើប្រភេទបេតុងដែលវាបែកទៀតណាវាទៅជាលបាយថ្មដោយថ្មទឹកយ៉ាងទៅវាមិនមែនជាលបាយស្មើសាច់ធ្វើរូបភាពទី1ទេអញ្ចឹងខុសអពណ៌របស់វាគឺធ្វើឲ្យបេតុងរបស់យើងវាពិបាកក្នុងការងារចាក់វាប្រឈមនឹងបញ្ហាបេតុងស្អុយវាប្រឈមនឹងបញ្ហាបេតុងកម្លាំងធ្លាក់ស្ទែអញ្ចឹងវាមានបញ្ហាច្រើននៅពេលដែលបេតុងរបស់យើងវាជួបជាមួយនឹងបញ្ហា saturation ហើយចំណុចបន្ទាប់មកទៀតយើងនិយាយអំពីbleeding អញ្ចឹង bleeding នេះយើងសំដៅទៅលើស្រទាប់ទឹកដែលវាច្រាលចេញពីផ្ទៃច្រាលចេញពីបេតុងមកផ្ទៃខាងលើរបស់ប្លង់សេយើងអញ្ចឹងអាហ្នឹងយើងហៅថាជា bleeding ហើយ bleeding ហ្នឹងវាជួយបេតុងយើងជួយកាត់បន្ថយបញ្ហា plastic cracking បេតុងយើងបានមួយចំនួនដែរដោយសារ bleeding វាជាប្រភេទទឹកដែល cover គ្រប់កណ្ដប់ទៅលើផ្ទៃបេតុងយើងផ្ទៃប្លង់សេយើងទៅអញ្ចឹងវាហាក់ដូចជាទឹកដែលយើងប្រើក្នុងការខ្ជិលរៀងយើងអញ្ចឹងបើសិនបេតុងយើងមាន bleeding ខ្លះក៏វាអាចជួយកាត់បន្ថយបញ្ហា plastic cracking បេតុងយើងបានមកកម្រិតដែរអូខេយើងបន្តមកទៀតយើងនិយាយអំពីstress concrete property ដូចគ្នាដែរប៉ុន្តែយើងផ្ដោតសំខាន់ទៅលើ concrete setting time concrete setting time នេះគឺយើងនិយាយទៅដល់ដំណើរការវិវត្តរបស់បេតុងពី
ពីលក្ខណៈ stress stress ក្នុងនេះទៅជាហាក់ដៃក្នុងនេះបានថាវិវត្តពីបេតុងស្ថានភាពរាវទៅជាបេតុងរឹងអញ្ចឹងជាទូទៅអ្នកជំនាញគឺគាត់ផ្ដោតសំខាន់ទៅលើបញ្ហាហ្នឹងដោយសារតែវាមានតំណែងខ្លាំងទៅលើដំណើរការនៃការអនុវត្តការងារប្រចាំថ្ងៃរបស់យើងអញ្ចឹងយើងចាំបាច់ត្រូវតែសិក្សាអំពីដំណើរការនៃការកក់រឹងរបស់បេតុងថាវាប្រមាណម៉ោងកប្រមាណម៉ោងយើងនៅធ្វើការបានអញ្ចឹងយើងចាំបាច់ត្រូវតែអានទៅទៅវាក៏អញ្ចឹងទៅយើងអាចយើងពិបាកក្នុងការkontrolទៅលើដំណើរការនៃការចាក់បេតុងរបស់យើងហើយផ្សេងយើងទៅតែវានឹងពលរដ្ឋ PS ជា2.3ហើយកត្តាដែលអាចជះឥទ្ធិពលទៅលើបញ្ហានៃការកក់រឹងរបស់បេតុងហ្នឹងវាមានដែលទៅជាមួយនឹង temperature អាកាសធាតុបញ្ហាសុខភាពអាកាសធាតុពាក់ព័ន្ធជាមួយនឹង water ratio ពាក់ព័ន្ធជាមួយនឹង admixture ពាក់ព័ន្ធជាមួយនឹង cement ក៏ដូចជា organic content អញ្ចឹងសុទ្ធតែជាកត្តាដែលអាចជះឥទ្ធិពលទៅដល់បំណែនវល់នៃការកក់រឹងរបស់បេតុងនេះអូខេសូមចូលចំណុចបន្ទាប់ទៅទៅជាមួយ practical policy ដូចគ្នាយើងនិយាយអំពី plastic intake cracking ដូចមុនហ្នឹងលោកគាត់បានលើកឡើងទៅជាមួយបញ្ហា cracking របស់បេតុងវាមានបញ្ហាច្រើនហើយក្នុងនេះខ្ញុំសូមលើកឡើងអំពីបញ្ហា plastic intake cracking ដែលជាបញ្ហាចម្បងមួយដែលប្រឈមជាមួយនឹងhormone receptor នៅការខាងថ្ងៃហើយជាទូទៅយើងតែតែសង្កេតឃើញវាកាត់ឡើងចន្លោះពី2ទៅ8ម៉ោងទៅយើងចាក់ទៅក្នុងរួចយើងពីច្រើនវាកាត់ឡើងទៅលើផ្ទៃប្លង់ទេហើយវាកាត់ឡើងចន្លោះពី2ទៅ8ម៉ោងហើយបើយើងមើលទៅលើប្រវែងបញ្ហាប្រវែងព្រៃរបស់វាចន្លោះពី2 កន្លះទៅដល់2ម៉ែត្រហើយសម្រាប់ទំហំព្រៃវាមានទំហំរហូតដល់3មីលីម៉ែត្រដែរអញ្ចឹងវាពិតជាធំហើយវាអាចប៉ះពាល់ទៅដល់បញ្ហាសុខភាពរបស់យើងហើយតើតើជាមួយនឹង plastic intake cracking នៅតែវាកើតឡើងដោយសារតែការបាត់បង់ជាតិទឹកពីផ្ទៃបេតុងរបស់យើងមុនពេលបេតុងកករឹងអញ្ចឹងបេតុងរបស់យើងវាអាចនឹងស្ងួតផ្ទៃមុខលើមុនផ្ទៃ surface ខាងលើមុនបេតុងយើងកករឹងអញ្ចឹងវាអាចប្រឈមនឹងបញ្ហា plastic intake cracking នេះច្រើនហើយយើងមើលទៅលើរូបខុសបញ្ហាដែលធ្វើឲ្យបាត់បង់បេតុងបាត់បង់ជាតិទឹកពីបេតុងនឹងលឿនវាមានតកតងជាមួយនឹង low relative humidity តកតងជាមួយនឹងដំណើរបរិយាកាសទៀតវាតកតងជាមួយនឹងកម្ដៅបរិយាកាសខ្ពស់វាតកតងជាមួយនឹងកម្ដៅរបស់បេតុងយើងខ្ពស់ហើយវាតកតងជាមួយនឹងល្បឿនខ្យល់វាខ្លាំងក៏វាអាចធ្វើឲ្យប៉ះពាល់ទៅដល់បេតុងរបស់យើងបាត់បង់ជាតិទឹកលឿនពីខ្លួនវាផងដែរហើយចំណុចទៀតតកតងនឹង absorption software អញ្ចឹងយើងនិយាយទៅលើដូចជាថាការងារចាក់ ground slab ការងារផ្លូវអីហ្នឹងវាអាចនឹងsoftware របស់យើងដីពលទឹកពីបេតុងយើងចូលរួមពលទឹកពីបេតុងយើងផងដែរវាអាចធ្វើបេតុងរបស់យើងអត់ដល់ជាតិទឹកគឺហើយចំណុច preventive action អញ្ចឹងយើង understand អំពី root cause យើង understand អំពីបញ្ហារបស់វាយើងស្វែងយល់អំពីដំណើរការនៃការការពាររបស់វាវិញអញ្ចឹងអ្វីដែលយើងត្រូវការពារវាយើងតទៅជាមួយនឹងទីមួយនិយាយអំពី windbreak វាសំខាន់ទៅលើការបង្កើតជារនាំងការពីរនាំងបាំងខ្យល់ដែលយើងរនាំងកាត់បន្ថយបដូរខ្យល់ហើយជុំវិញស្ត្រ័កឆ័ររបស់យើងហើយបើបានទីទៅចំណុចនេះមិនទៅមានអ្នកបរិយាកាសដែលយើងចំណាយថ្លៃដើមពីចំណាយខុសអីច្រើនតែចំណាយពលកម្មអីច្រើនបន្ថែមទៀតហើយចំណុចទី2តកតងជាមួយនឹងយើងអាចនឹងគិតយកយើងអាចនឹងដាក់ចាក់បេតុងនៅអាកាសធាតុត្រជាក់អាចនឹងពេលព្រលឹមឬក៏ពេលល្ងាចឬក៏ល្អយើងអាចចាក់ពេលយប់ទៅដល់គឺវាអាចកាត់បន្ថយអំពីការកម្ដៅពីបរិយាកាសក៏ដូចជាកម្ដៅពីបេតុងខ្លួនឯងគាត់ដែរអញ្ចឹងវាអាចចូលរួមបានច្រើនដែរហើយចំណុចបន្តទៀតតទៅជាមួយនឹង curing immediately បានន័យថាបន្ទាប់ពីយើងចាក់បេតុងរួចយើងអាច apply ការ curing នេះគឺយើងបាញ់ទឹកដោយយើង curing ដោយទឹកដោយរូបភាពនេះគឺយើងឃើញថាគេបាន curing បានល្អបន្ទាប់ពីយើងចាក់រួចគឺយើងគាត់បាន apply គឺគាត់បានបាញ់ទឹកទៅលើផ្ទៃបងសេនឹងទាំងមូលដើម្បីគ្របដណ្ដប់វាឲ្យវាមានសំណើមរហូតអញ្ចឹងវាអាចជួយបានច្រើនហើយចំណុចបន្តទៀតគឺយើងនិយាយអំពី
increase characteristic of being intermediate បើថាយើងអាចនឹងដូចខ្ញុំនិយាយខាងលើមុនហ្នឹងគឺ leading វាជា parameter មួយអាចជួយកាត់បន្ថយបញ្ហា plastic integrity នេះបានមួយចំនួនដែរអញ្ចឹងយើងអាច design ឲ្យវាមាន leading ខ្លះក៏វាអាចចូលចំណែកក្នុងការជួយកាត់បន្ថយបញ្ហានេះបានមួយចំនួនដែរអូខេបន្តទៀតយើងនិយាយអំពីកម្លាំងរបស់បេតុងកម្លាំងរបស់បេតុង harden composite នេះយើងនិយាយពី strength នេះគឺវាពិតសំខាន់មែនទេបើយើងនិយាយទៅដល់បេតុងវាមានដូចជាសំខាន់ហើយអ្នកជំនាញជាទូទៅគាត់ផ្ដោតសំខាន់ទៅលើចំណុចនេះហើយទៅបានជាទូទៅអ្នកជំនាញគាត់តែធ្វើតេស្តរកកម្លាំងរបស់វាដោយម៉ាស៊ីនសង្កត់ជាទូទៅម៉ាស៊ីនយើងម៉ាស៊ីនខ្លះយើងគាត់ប្រកបទៅវាអាចបង្ហាញអំពីកម្លាំងបូកជាមួយនឹងគេថា compressive strength របស់វាជា megapascal ហើយម៉ាស៊ីនខ្លះវាបង្ហាញជាគីឡូម៉ែត្រនេះអញ្ចឹងយើងអាចគណនារក compressive strength របស់បេតុងយើងបានដោយជំនួយនេះគឺកម្លាំងចែកឡើងផ្សេងហើយជាទូទៅសម្រាប់កត្តាមួយចំនួនដែលអាចប៉ះពាល់ទៅដល់កម្លាំងរបស់បេតុងដែរបរិយាកាស design water dimension របស់យើងវាខ្ពស់ឬក៏ទាបវាអាចនឹង impact ទៅដល់កម្លាំងរបស់បេតុងដូចគ្នាហើយ maintenance property គឺច្រឹងលក្ខណៈរបស់សត្វថ្មសំណង់ទឹកថ្នាំរបស់យើងដែលយើងយកមកប្រើហ្នឹងក៏វា impact ទៅដល់កម្លាំងរបស់បេតុងនេះដែរហើយមិន design ក៏អាចនឹងចូលមួយផ្នែកដែរដែលអាចប៉ះពាល់ទៅដល់កម្លាំងរបស់បេតុងនេះដែរហើយចំណុចចម្បងទៅក្នុង curing condition នេះគឺយើងនិយាយពីលក្ខខណ្ឌនៃការថែទាំរបស់បេតុងក៏វាចូលរួមចំណែកធ្វើបេតុងយើងមានកម្លាំងកម្លាំងផងដែរដែលយើងអត់អាចជួយបានល្អអូខេអញ្ចឹងខ្ញុំសូមចូលបន្តទៀតយើងនិយាយអំពីតារាងនេះបង្ហាញពីកម្រិតកម្រិតរវាងបែបទំនាក់ទំនងកត្តាផ្សេងៗដែលមានដែលជាអត្ថប្រយោជន៍ទៅលើ computing ក្នុងនេះខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាអាចមើលតារាងនេះហើយមុននឹងយើងមើលយើងអាចសម្គាល់ទៅលើសញ្ញាសម្គាល់ផ្សេងៗនៅខាងក្រោមនេះដែលសញ្ញាលេខដកនេះបង្ហាញអំពីមិនមានផលប៉ះពាល់ទេហើយសញ្ញាលេខមូលសញ្ញាមូលទីនេះ very small effect ហើយបន្ទាប់មក small effect medium effect strong effect ហើយមូលធំខ្មៅនេះគឺ very strong effect អញ្ចឹងក្នុងនោះយើងអាចមើលconcavity បើយើងមើលទៅលើ early strength ការវិវត្តកម្លាំងបេតុងនៅអាយុកាលដំបូងណាគឺវាមានកត្តាប៉ះពាល់ពី4ចំណុចធំទី1ទៅជាមួយនឹងស៊ីម៉ង់ក៏វាអាចជះឥទ្ធិពលទៅដល់ការវិវត្តកម្លាំងនៅអាយុកាលដំបូងដែរហើយមិន design ក៏វាចូលរួមដែរហើយការងារចាក់គេថាបញ្ហាការងារចាក់របស់យើងក៏វាចូលរួមចំណែកដែរហើយនឹងមួយទៀតគឺ tuning ដែលខ្ញុំនិយាយមុនហ្នឹងគឺវាក៏ចូលរួមចំណែកក្នុងការវិវត្តធ្វើបេតុងនេះវិវត្តនៅកម្លាំងរបស់វានៅអាយុកាលដំបូងផងដែរហើយខ្ញុំសូមលេងយកចង់ទៅចាប់ដោយសារវាច្រើនហើយគឺខ្លីអញ្ចឹងតើចំណុចនេះខ្ញុំសូមលើកយកបញ្ហា bleeding មួយទៀតចា៎ bleeding មកពីបន្តវាមានកត្តាជាអត្ថប្រយោជន៍ពីរទី1ដែលต้องជាមួយនឹងបោកហើយទី2គឺ attitude អញ្ចឹងវាមានកត្តាសំពីរហ្នឹងដែលអាចជះឥទ្ធិពលទៅដល់ទី2ដោយតារាងដែលខ្ញុំបង្ហាញខាងលើនោះគឺយើងនិយាយអំពីភាពម៉ត់របស់សំណល់គឺវា impact ទៅដល់ទី2ក៏ប្រមាណទៅគ្នាហើយសម្រាប់តាទេចេវាអត់ជាប៉ះពាល់ទៅដល់ទី2ប្រមាណទេហើយតែទៅជាមួយនឹងheat of harden និយាយពី heat of harden នេះយើងមានកត្តាធំមួយដែលវាប៉ះពាល់ទៅដល់តាមពីកម្ដៅទៅរបស់យើងណាគឺ construction design គឺការ design គឺវាផលប៉ះពាល់ពីការ design structure របស់យើងអញ្ចឹងក៏វា impact ទៅដល់ការវិភាគកម្ដៅទៅដល់យើងផងដែរអូខេអញ្ចឹងខ្ញុំសូមមិនខើទាំងអស់ទេដែលសារពីច្រើនអញ្ចឹងខ្ញុំសូមបន្តទៅមុខទៀតយើងនិយាយអំពី
compete compete time and compete supplier compete time យើងនិយាយអំពីប្រភេទបេតុងភាសាវិស័យបេតុងមួយវិស័យសំណង់របស់យើងវាមានភាពជឿនលឿនច្រើនហើយយ៉ាងហើយអ្នកគ្រប់គ្រងបេតុងដូចជា designer របស់យើងគាត់ជាdesign បេតុងប្រភេទបេតុងឲ្យសមស្របតាមកិច្ចការងាររបស់គាត់ដើម្បីគាត់ទទួលបានបេតុងដែលមានគុណភាពដូចជាសេដ្ឋកិច្ចផងដែរអញ្ចឹងប្រភេទទី1នេះយើងនិយាយពី conventional ប្រភេទបេតុងធម្មតាហើយប្រភេទបេតុងទី2យើងនិយាយពីបេតុងមកផាយកំពីដែលជាប្រភេទបេតុងសម្រាប់ប្រាំទៅលើគ្រឿងបន្ទង់គ្រឹះខួរនៅក្នុងនេះណាហើយបន្តមកទៀតយើងនិយាយពីបេតុងលំដាប់ខ្ពស់គឺប្រភេទ cell compacting concrete ហើយយ៉ាងไรទៅមួយទៀតគឺយើងនិយាយពី mass concrete ជាប្រភេទបេតុងសម្រាប់គ្រឿងបន្ទង់ធំហើយមួយទៀតគឺយើងនិយាយពី waterproof concrete ហើយ cold tension concrete ជាប្រភេទបេតុងទីផ្សារហើយនឹងដូចទៅគឺប្រភេទបេតុង high strength concrete ជាប្រភេទបេតុងមានលក្ខណៈក្នុងបន្ទប់បានខ្ពស់ហើយបន្ទាប់ពីនេះយើងចង់បង្ហាញទៅបងប្អូនទាំងគ្នាអំពី concrete supplier នេះយើងស្ដាប់លើពីជីបបង concrete គឺជាក្រុមហ៊ុនដ៏ធំជាងគេនៅស្រុកខ្មែរក្នុងការផ្គត់ផ្គង់បេតុងលាបស្លាប់ហើយក៏ជាក្រុមហ៊ុនដំបូងដែរដែលទទួលបាន ISO 9001-2015ទីស្តង់ដារក្នុងការគ្រប់គ្រងក្នុងការគ្រប់គ្រងគុណភាព quality management system អញ្ចឹងខ្ញុំសូមណែនាំទៅបងប្អូនអ្នកក្នុងជាមួយនឹងដំណើរការប្រើប្រាស់បេតុងនៅពេលដែលបងប្អូនមានដំណើរការប្រើប្រាស់បេតុងបងប្អូនអាចនឹកដល់ជីបមកប្រភេទគឺជាក្រុមហ៊ុនដែលឈានមុខគេក្នុងការគ្រប់គ្រងបេតុងហើយជាក្រុមហ៊ុនដែលយកចិត្តខ្ពស់ក្នុងការគ្រប់គ្រងគុណភាពក៏ដូចជាមានជំនាញយ៉ាងច្បាស់លាស់ក្នុងការ control ទៅដល់ quality system ផងដែរហើយនេះគឺជាសមត្ថភាពក្នុងការផលិតបេតុងរបស់គាត់បើថាគឺជាសមត្ថភាពក្នុងការប្រភេទproduction របស់គាត់ដែលក្នុងនោះគាត់មានឡានកន្លងរហូតដល់140គ្រឿងឡានបេតុងណារហូតដល់140គ្រឿងហើយឡានបាញ់បេតុង25គ្រឿងហើយឡានប៉ាំខំព្រីតហ្នឹងរហូតដល់7គ្រឿងហើយចំណែកម៉ាស៊ីនធ្វើតេស្តបេតុងនេះមានរហូតដល់4គ្រឿងអញ្ចឹងវាជាសមត្ថភាពដ៏ធំក្នុងការផ្គត់ផ្គង់បេតុងនៅក្នុងដំណើរការប្រើប្រាស់នៅលើទីផ្សារបេតុងយើងសប្តាហ៍នេះអូខេសូមចូលមកដល់ចំណុចបន្ទាប់និយាយអំពីផលិតផលរបស់យើងផ្ទាល់តែម្ដង CMIC Product Development ក្នុងនេះយើងនិយាយអំពីផលិតផលរបស់យើងដែលបងប្អូនអាចឃើញក្នុងនេះ Camel Optical គឺជាប្រភេទសំងមួយប្រភេទដែលយើងទើបតែបើកសពុតឲ្យដំណើរការនៅក្នុងដំណើរការនៅក្នុងការគ្រប់គ្រងស៊ីម៉ងទៅលើអតិថិជនរបស់យើងដែលមានសំខាន់ទៅលើរោងចក្របេតុងលាបស្រាច់ក៏ដូចជាសិប្បកម្មបេតុងprecast product អញ្ចឹងសម្រាប់ Camel Optical ជាប្រភេទស៊ីម៉ងថ្មីមួយប្រភេទដែលត្រូវបានសិក្សាយ៉ាងយកចិត្តទុកដាក់ជាមួយនឹងអ្នកជំនាញជាតិនិងអន្តរជាតិដែលយើងដល់សំខាន់នៅការ design follow ទៅតាមស្តង់ដារ2ធំគឺ ASTM-C 1157ហើយនិង Thai Standard TIS 2594អញ្ចឹងគឺជា product ដែលយើងសម្រិតសម្រាំងថ្មីជាប្រភេទ Portland Composite Cement អញ្ចឹងផលថ្មីនេះវាមិនមែនជាប្រភេទ OPC ទេជាប្រភេទយើង develop ឲ្យស្របទៅតាមភាពជឿនលឿននៅក្នុងវិស័យផលិតកម្មនៅទូទាំងពិភពលោកគឺយើងផលិតឲ្យទៅជាប្រភេទពពួក Portland Composite Cement នេះគឺជាប្រភេទស៊ីម៉ងដែលមានគុណភាព
ហើយអាចប្រើប្រាស់ទៅតាមប្រភេទការងារគ្រប់ប្រភេទការងារទាំងអស់នៅក្នុងវិស័យរបស់យើងបន្តមកទៀតខ្ញុំចង់បង្ហាញអំពីដំណើរការវិវត្តផលិតផលទៅដំណើរការវិវត្តប្រដាប់របស់ជីម៉ូអេស៊ីរបស់ពួកយើងដែលយើងវិវត្តពីឆ្នាំ2019មុនឆ្នាំ2019យើងមានជាប្រភេទសំង OPC ប៉ុន្តែក្រោយពីនឹងមករហូតដល់ពាក់កណ្ដាលឆ្នាំ2019យើងបានសិក្សានិងបាន develop ប្រដាប់ថ្មីទៅជាប្រភេទ Portland Composite Cement សម្រាប់ទីផ្សារសំណង់បាវក្នុងនោះយើងបានផលិតជាប្រភេទ Portland Composite Cement នឹងសម្រាប់ទីផ្សារសំណង់បាវដែលយើង launching នឹងនៅពាក់កណ្ដាលឆ្នាំ2019ហើយយើងនៅបន្តវិវត្តនៅយើងបន្ត develop វារហូតមកដល់ឆ្នាំ2021ពាក់កណ្ដាលឆ្នាំ2021នេះដែលយើងបានលើកឡើងមុនហ្នឹងគឺយើងបានដាក់ support ឲ្យប្រើប្រាស់នៅផលិតផលសំណង់ថ្មីមួយទៀតសម្រាប់រោងចក្របេតុងក៏ដូចជាសិប្បកម្មបេតុងចាក់ស្ដាច់នោះណាគឺជាប្រភេទ Portland Composite Cement គឺ Camel Optical នេះឯងនេះគឺជាដំណើរការវិវត្តផលិតផលរបស់យើងដែលយើងព្យាយាម develop វាឲ្យស្របទៅតាមល្បឿននៃការវិវត្តរបស់ពិភពលោកដែលគេធ្វើការផ្លាស់ប្ដូរពីការប្រើប្រាស់ OPC ទៅជា PCC នេះគឺជា mission របស់យើងដែលយើងព្យាយាមបង្កើតវាឲ្យមានដើម្បីប្រើប្រាស់នៅលើទីផ្សារសកលអូខេចំណុចបន្ទាប់ខ្ញុំចង់បង្ហាញអំពី environment product environment product នេះយើងនិយាយអំពីផលិតផលដោយសារតែក្រុមហ៊ុន Chimo Cement របស់យើងគឺយើងយកចិត្តទុកដាក់ខ្ពស់ក្នុងការជួយទៅដល់បរិស្ថានក្នុងការថែទាំបរិស្ថានចាហើយរាល់ product របស់យើងទាំងអស់ដែលយើងផលិតមកគឺជាផលិតផលមួយដែលត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់លើការបំពេញផលប៉ះពាល់ទៅដល់បរិស្ថានដូចជាប្រភេទ Portland Composite Cement ដែលខ្ញុំបានលើកឡើងមុនហ្នឹងគឺជាប្រភេទសំណង់មួយដែលវាមានផលប៉ះពាល់ទៅដល់បរិស្ថានតិចមែនទែនហើយយើងធ្វើការផលិតសំណង់ប្រភេទនេះឡើងមកគឺវាមានការបំពេញស្មានកម្មវិធីទៅលើបរិស្ថានហ្នឹងវាកាត់បន្ថយដល់14%វាយើងតិចទៅដល់ទៅលើប្រដាប់ចាស់ណាពីអញ្ចឹងរាល់ប្រដាប់របស់យើងគឺយើងសិក្សាយ៉ាងយកចិត្តដាក់ទៅលើផលប៉ះពាល់ដល់បរិស្ថានរបស់យើងអញ្ចឹងយើងពិតជាមានមោទនភាពក្នុងការប្រកាសទៅដល់អ្នកទាំងអស់គ្នាអំពីផលិតផលរបស់យើងគឺជា Green Product ដែលជាផលិតផលដែលជួយបរិស្ថានការពារបរិស្ថានទាំងអស់នេះចូលដល់ចំណុចចុងក្រោយក្នុង section របស់យើងនេះជាចំណុចconclusion conclusion នេះយើងនិយាយអំពីតកូនជាការសរុបរួមមកវិញយើងនិយាយអំពីគុណសម្បត្តិគុណវិបត្តិរបស់បេតុងណាបេតុងគឺជាសម្ភារៈបញ្ញាដែលផ្ដល់គុណសម្បត្តិក៏ដូចជាគុណវិបត្តិដូចគ្នាអញ្ចឹងនៅពេលដែលយើងចេះប្រាក់ទីយើងនឹងទទួលបានគុណសម្បត្តិហើយជាគុណវិបត្តិគុណសម្បត្តិនៅពេលដែលយើងunderstand អំពីការ design ក៏ដូចជាការថែទាំវាខ្ញុំជឿជាក់ថាគុណវិបត្តិវានឹងមានតិចគួរបំផុតហើយចំណុចទីតទៅជាមួយនឹងបេតុងដូចដែលគ្រូគាត់បានលើកឡើងពីដំបូងដោយសារតែបេតុងនេះគឺជាសម្ភារៈសំខាន់ជាងគេនៅក្នុងការប្រភេទក្នុងវិស័យសំណង់របស់យើងអញ្ចឹងបេតុងគឺជាសម្ភារៈដែលត្រូវប្រភេទយ៉ាងពេញនិយមហើយអ្នកជំនាញគាត់បាន design បាច់ចរាចរណ៍គ្នាទៅតាមប្រភេទការងារទៅតាមប្រភេទដំណើរការរបស់តែតែប្រភេទការងារផ្លូវការងារស្ពានការងារបបផាយការងារ basement អីគឺយើង design ផ្សេងៗគ្នាហើយដើម្បីទទួលបានបេតុងដែលស្របទៅតាមដំណើរការប្រភេទតែរបស់គាត់ចាំបាច់ត្រូវតែយកចិត្តទុកដាក់ខ្ពស់ក្នុងការជ្រើសរើសយកសម្ភារៈប្រភេទសម្ភារៈក្នុងការលាយបេតុងហ្នឹងគឺ material គឺសាច់ថ្មសំបកទឹកទឹកតាមហ្នឹងហើយដើម្បីឲ្យគាត់ទទួលបានគុណភាពបេតុងមួយដែលមានគុណភាពហើយស្របទៅតាមការងាររបស់គាត់ហើយ
បូកជាមួយនឹងការសំចៃគូហើយរឿងទៅនិយាយអំពីcomputer computer នេះគឺជាកត្តាជាអត្តពលវាមានកត្តាតំណែងជាច្រើនទៅលើ computer ហ្នឹងមានដូចជាបរិស្ថានបរិយាកាសជុំវិញវាមានដូចជា raw material computer design វិធីសាស្ត្រនៃការងារចាក់វិធីសាស្ត្រនៃការថែទាំក៏ដូចជា construction design ទាំងអស់ហ្នឹងសុទ្ធតែជាកត្តាដែលអាចជាប្រព័ន្ធទៅដល់ computer property ដូចគ្នាដែរអញ្ចឹងហើយចាំបាច់ត្រូវតែយើងសិក្សានិងយកទៅដាក់គូក្នុងការdesign ដូចជាថែទាំឬក៏ប្រើប្រាស់ទៅឲ្យបានសមស្របហើយចំណុចចុងក្រោយយើងនិយាយពី computer technology នេះមានដើរតួនាទីសំខាន់ណាស់bởiថាទាំងអ្នក designer ទាំងអ្នក developer គឺគាត់តែងតែព្យាយាមរកចំណុចដែលជាចំណុចខ្វះខាតវាក៏ជាដំណើរការចាំបាច់ជាក់ស្ដែងរបស់ engineer របស់វិស្វករសំណង់យើងផ្សេងៗដើម្បីគាត់ develop ទៅលើមិនថាជាបេតុងមិនថាជាស៊ីម៉ងហើយដូចជាពួកខ្ញុំជាប្រភេទជាក្រុមហ៊ុនស៊ីម៉ងគឺយើងតែតែស្វែងយល់អំពីដំណើរការនេះក៏ឲ្យត្រឡប់គឺខ្វះខាតនៅក្នុងវិស័យសំណង់របស់យើងហើយយើងនឹង develop ប្រដាប់ថ្មី develop ផលិតផលថ្មីឲ្យវាសមស្របទៅតាមប្រភេទការងារឲ្យសមស្របទៅតាមដំណើរការជាក់ស្ដែងជាមួយនឹងការសន្សំវិស័យខ្ពស់ផងដែរអញ្ចឹងសម្រាប់សិទ្ធិខ្ញុំថ្ងៃនេះមានត្រឹមប៉ុណ្ណឹងក្នុងការចែករំលែកទៅកាន់បងប្អូនទាំងអស់គ្នាហើយប្រសិនបើបងប្អូនមានជាចម្ងល់ឬក៏សំណួរបងប្អូនអាចក្របឬក៏អាចបើកជាសម្លេងទូទាត់ឬក៏អាចក្របជា mistake នៅក្នុងក្រុមនេះក៏បានដែរអញ្ចឹងសិទ្ធិខ្ញុំចូលដល់ទីបញ្ចប់ប៉ុណ្ណេះហើយសូមអរគុណទៅដល់អ្នកទាំងអស់គ្នាដែលចំណាយពេលយ៉ាងយកចិត្តណាស់ស្ដាប់ការបកស្រាយរបស់ខ្ញុំសម្រាប់ថ្ងៃនេះហើយអរគុណច្រើនហើយចក្រដាខ្ញុំសូមបន្តផ្ដល់ពេលវេលានេះឲ្យកណ្ដាលប្រកបដើម្បីរៀបចំកម្មវិធីបន្តបន្ថែមទៀតអរគុណច្រើនវិទ្យុសម្រាប់ការចែករំលែកនៅចំណេះដឹងដ៏មានតម្លៃពីកម្មសិក្សាសាស្ត្រជាសិស្សបងដែលសិស្សសង្ឃាជាអ្នកជំនាញក្រោយជាអ្នកផ្នែកជំនាញក្រោយដើម្បីបន្តវេនហើយនឹងបង្កើននៅជាចំណេះដឹងខ្លះបន្ថែមពីកម្មវិធីរបស់សាលាហើយខ្ញុំសង្ឃឹមថាកម្មវិធីថ្ងៃនេះនឹងផ្ដល់នៅចំណេះដឹងទាក់ទងជាមួយនឹងបច្ចេកទេសក្នុងការគ្រប់គ្រងពលរដ្ឋការផលិតសំណង់ក៏ពលរដ្ឋផលិតបេតុងដល់ត្រឹមត្រូវហើយនឹងអាចជ្រើសរើសនៅផលិតផលក្នុងការបង្កើតឬក៏ផលិតបេតុងដល់ត្រឹមត្រូវបំផុតក្នុងការប្រើប្រាស់ក្នុងការខាងចំណាយហើយដោយបានជំរាបជូនថាប្រសិនបានអ្នកនរគ្នាមានជាជំនួសអ្នកនរគ្នាអាចនឹងប្រទេសនៅក្នុងប្រអប់ឆាតដើម្បីក្នុងការងាររបស់យើងនឹងធ្វើការឆ្លើយសំណួររបស់ជំនួសរបស់អ្នកនរគ្នាហើយជាកម្មវិធីបន្តទៀតខ្ញុំបាទក៏សូមបន្តទៅដល់កម្មវិធីបន្តគឺទាក់ទងជាមួយនឹង Q&A ហើយជាមួយគាត់អូខេចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចនឹងអរគុណមែនទែនសម្រាប់ការយកចិត្តទុកដាក់ឥឡូវយើងមកដល់កម្មវិធីបន្តគឺការកម្មវិធីក្នុងការឆ្លើយនៅសំណួរដើម្បីយើងទទួលបានរង្វាន់ទាំងគ្នាហើយក៏ដូចជាផងដែរទាក់ទងជាមួយនឹងសំណួរចម្លើយនិងរង្វាន់គឺយើងផ្ដោតសំខាន់ទៅលើអ្នកដែលគាត់ផ្ដល់នៅចម្លើយដែលលឿនបំផុតហើយចំទៅបំផុតហើយគ្រប់សំណួរទាំងអស់តែមានរង្វាន់អូខេឥឡូវសូមឲ្យអ្នកទាំងអស់គ្នារងចាំយូរខ្ញុំសូមចាប់ដើមនៃកម្មវិធីដែលយើងចាប់ដើមពីជំនួយទៅអូខេចង់បញ្ជាក់ទៅអ្នកទាំងអស់គ្នាផងដែរថារាល់សំណួររបស់យើងគឺយើងមានរយៈពេល27នាទីក្នុងការដែលយើងឆ្លើយនៅសំណួររតនាអាចនឹងជួយដាក់ជាខាងមកដាក់រយៈពេលដើម្បីឲ្យអ្នកទាំងអស់គ្នាបានដឹងថារយៈពេលក្នុងការឆ្លើយសំណួរផងដែលយើងអាចសូមចាំតិចខ្ញុំដាក់ទេអូខេឥឡូវខ្ញុំទៅមានអ្នកដែលគាត់លើកដៃជួបន្នួយតើតើម៉ងគិនតោអូខេគិនតោអាចទូបានណាអាចទូបានហើយចំនួនគ្រូតែ
ការតើសំណួរនេះគឺយើងអត់ផ្ដល់អាទិភាពទៅលើមានថាយើងនៅបង្ហាញសំណួរហើយយើងបង្ហាញចម្លើយហើយសូមឲ្យអ្នកទាំងអស់គ្នាឆ្លៃពីមានថាផ្ដល់នៅចម្លើយនៅក្នុងប្រអប់សារទាំងអស់គ្នាដើម្បីអ្នកដែលគាត់ឆ្លើយបានមុនគឺហើយត្រឹមត្រូវមុនគេហ្នឹងគឺគាត់នឹងបច្ចុប្បន្នមកដល់អរគុណត្រៀមលក្ខណៈត្រៀមខ្លួនណាត្រៀមចម្លើយអូខេចឹងប្រកបណាអាចបង្ហាញចម្លើយone five seven ok xong một hai chục rồi ok xong một nghe này xoay lên với mối tuy chia đồng hoàn thì thấy hay dân nên cho đây là từng đôi tí ok từng đôi tí cứ với anh em thì có thể lên trong một môi nhân tên là có thủ mong sau khi bạn nó viên theo một măng viên thì có thể lên chặt tay các bạn nên muốn đưa ra trong một môi nhân là sáng thì một mai bạn sẽ so là con rất là có thủ mong hay trong môi nhân sau đó là có thủ mong là được cái con trong môi nhân viên này ok trên sang là tính là đi tế không phải là nữa ok trong hai đó ok xong cho luôn có trong năm cái slide của nó từ này đưa lên trên trong đây tôi và một từ luôn đi tới what is the map to là lại như vậy đó là lên trên mặt cái đại diện của từng là lại từ lên thì mỗi đương nhiên sẽ là cái thế đó thì rồi sang cái mỗi khi mà bật tay của mỗi khi mà rồi mà được tới hai tụi mình khi ta được bay trong này tha rồi từ lúa thì có khi có thể biết được năm slide rồi là hai trăm lứa hay trong máu khi công viên lên khi mà đi còn lại ok đương nhiên là để viên tân là pin để y tế ok xong là hai máu ok thì hai thì rồi sang cái tổng cuối khi mà nói dương mình cho quan điểm tư duy trong bé có phần này hấu một giờ có thể học tốt hay giờ học từ lúc cứ đi các cái loại xe không tên là trang trực buôn không thể thay lại để cho đi hành ta nên là bạn thế nên là một thế và một thế là một thế là một thế ok vậy thì nên để có phần để cho này nữa ok con máu trên công tơ đầu tiên what is the impact of the water mineral in the concrete property thì mỗi người specific property thì nó là phần khác mình phải tăng nhiên tăng ra như trường nói thì mình sẽ phải phải định tí trong các slide này nữa ok học nào ok không nói thì nói không what is that estimator for complexity that thì muốn từ này em tên là rồi tăng được muối này em tên được tăng được muối này tên là muối mấy này tên là thành phần tăng ra chi lão ok trên đây em tên là muối tí không phải là nhiều
គឺថាមកពីបានខ្លាចទៅរយច្រើនប៉ុន្តែខ្ញុំរយឡើយតែពួក What is STM winner mong không nên bất kỳ phải anh có một cái con môi con trò váy anh có là cuốn rồi muối thì còn là rác anh có là cuốn rồi muối thì còn là rác nên anh có một cuốn rồi muối ta mới nói chuyện đó là rất rất là tốt ok thì như vậy mình biết cái này đi trong bài nói ok con nói nhưng con không làm thế mà đâu thì chúng ta phải nói từ đầu thì cảm thấy tại khi một phóng như thì cái là một cái có phần nữa từ có thể thì mình là cái để thì mong muốn thì không làm được chuyện gì thì bây giờ còn mẹ còn biết lo thì người ta nói phải nói cái đó hay là còn mẹ to tá thì lòng mạnh hơn nhá đang làm ra tay không thể ok dương nhiên sẽ muốn được đấy là cái lái ok xong còn 2 lò ok đi nó lại đi lò buồn khi được nào what is it that that is my flow that is my flow that man phải làm một tam xong ta mỗi ngày nhưng đôi khi hay vừa rồi lại muốn thì anh thấy một cái làm thêm trong suy ra đấy mình đã thấy anh mình lại chơi muốn trong học của để ra ok xong rồi là ok thì là sẽ một cái tốt thì anh có thể tăng cái cuốn một cái tăng hàng buổi ok giúp cho nó có thể đôi tí tao ta cứ chia sẻ một trăm cái hay muốn chia sẻ thì cao thì cũng là một người đó tầm đối thẳng how many the person can I say or they are created by the man of the world how many the man thì nói là ok nhưng mà giờ bên đó cũng là tiếng Anh lại là tiếng lúa trong riêng là trong cái tiếng Anh nói đây tiếng lúa là trong lá cho nó trời ok off now stop now ok phần tóc bây giờ ban cho luôn này lên slide chia từng lúa rồi đôi chia kết tâm chỉ muốn từng nôn từng láiហើយយើងក៏បានដល់នាទីនឹងពេលវេលាក្នុងការកំណត់ដោយណាស់តែតាពេលវេលារបស់យើងខ្លីហើយកម្មវិធីរបស់យើងក៏បានដល់ទីបញ្ចប់តែខ្ញុំបាទដើម្បីបញ្ចប់កម្មវិធីខ្ញុំបាទក៏សូមអញ្ជើញមិត្តសិទ្ធិវិទ្យាដែលគឺជាប្រធានផ្នែកលក់នៅបច្ចេកទេសរបស់ក្រុមហ៊ុនជាមកវិនិច្ឆ័យ Cement Corporation ដើម្បីចេញជាប្រទេសដើម្បីអ្នកដំណើរក៏ដូចជាប័ណ្ណកម្មវិធីធំតែអូខេសូមអញ្ជើញមិត្តសិទ្ធិវិទ្យាបាទជាដំបូងខ្ញុំបាទសូមគោរពលោកបណ្ឌិតគីសម្បត្តិ Assistant Dean នៃមហាវិទ្យាល័យវិស្វកម្មក្នុងសង្វើរបស់វិទ្យាស្ថានបច្ចេកវិទ្យានៅកម្ពុជានិងសូមគោរពបងប្អូនសិស្សានុសិស្សបញ្ញវន្តដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃក្នុងការចូលរួមសិក្ខាសាលារបស់ក្រុមហ៊ុន GMC Cement Corporation យើងនេះអនុញ្ញាតឲ្យខ្ញុំរៀបរាប់ពុទ្ធពីប្រវត្តិរូបបន្ថែមខ្ញុំបន្តិចខ្ញុំបាទសិទ្ធិវាសនាជាប្រធានផ្នែកលក់បច្ចេកទេសរបស់ក្រុមហ៊ុន GMC Cement Corporation ទៅកាន់យើងហៅថា B2B business ឬក៏យើងហៅនិយាយថាយើងលក់ពី business របស់យើងផ្ទាល់ទៅអតិថិជនដែលគាត់ធ្វើ business ដូចជាបន្តលេស្រាប់ឬក៏សសរគ្រឹះអីចឹងឲ្យអតិថិជនប្រើប្រាស់ទៅដល់ចឹងទៅខ្ញុំសូមវែកទីឆ្លៃនេះដោយសារពួកយើង
គឺជា B2B business អញ្ចឹងយើងលក់ទៅឲ្យផ្នែកសំណង់ភាគច្រើនក្រុមហ៊ុនសំណង់ធំៗភាគច្រើនដូចជារោងចក្រលីតុងនិងឧស្សាហកម្មធំៗអញ្ចឹងទៅអញ្ចឹងដូចយើងដឹងហើយថាវិស័យសំណង់គឺជាវិស័យស្នូលមួយរុញច្រានសេដ្ឋកិច្ចប្រទេសជាតិយ៉ាងច្រើននិងក៏ជួយដល់ GDP របស់ប្រទេសកម្ពុជាយ៉ាងច្រើនអញ្ចឹងខ្ញុំបាទសូមឲ្យបងប្អូនដែលនឹងខ្លាយខ្លួនទៅជាបញ្ញវន្តឬក៏វិស្វករដ៏ខ្លីខាងមុខនេះសូមឲ្យបងប្អូនងាកមកគិតថាយើងធ្វើម៉េចក៏ដោយយើងសូមឲ្យយើងគិតគូរពីគុណភាពនិងសុវត្ថិភាពទៅដល់ម្ចាស់ផ្ទះឬក៏ក្នុងនឹងដែរក៏យើងត្រូវគិតគូរពីជួយសេដ្ឋកិច្ចប្រទេសជាតិទៀតដែរក្នុងន័យនេះខ្ញុំសូមឲ្យបងប្អូនគិតថាដោយសារក្រុមហ៊ុនដែលផលិតស៊ីម៉ងត៍នៅស្រុកខ្មែរយើងឃើញហើយថាក្រុមហ៊ុន Chimong NC គឺជាក្រុមហ៊ុន joint venture រវាង Siam City Cement និង Chimong Group ក្នុងនឹងដែរ Chimong Group យើងបោះទុន 60% មិនមែនយើងអត់មានលុយបង្កើតរោងចក្រដំបូងទេតែយើងត្រូវការបច្ចេកវិទ្យានិងបច្ចេកទេសដែលមានអ្នកបទពិសោធន៍អញ្ចឹងហើយបើយើង joint venture បាទហើយក្នុងន័យនេះដែរខ្ញុំសូមឲ្យបងប្អូនគិតប្រើប្រាស់ផលិតផលដែលមានវិនិយោគិនក្នុងស្រុកដោយសារអីដោយសារបើសិនជាយើងប្រើប្រាស់ផលិតផលតែជាផលិតផលដែលវិនិយោគដល់វិនិយោគិនក្នុងស្រុកគឺយើងដូចជាយើងជួយសេដ្ឋកិច្ចជាតិយើងអញ្ចឹងក្នុងន័យនេះដែរមានន័យថានៅពេលដែលជីមុងរូបឬក៏តង្កាយជីមុងគាត់លក់បានគាត់បាន benefit គាត់អត់មានយកទៅណាទេលុយហ្នឹងគឺវានៅស្រុកខ្មែរអញ្ចឹងគាត់យកទៅ invest វិស័យឬក៏ business ផ្សេងដែលជួយបង្កើនការងារឲ្យយើងឬក៏ប្រជាជនយើងទូទាំងប្រទេសអញ្ចឹងទៅបាទដូច្នេះខ្ញុំបាទសូមអរគុណហើយក៏សូមគោរពលាសូមអរគុណច្រើនបាទអូខេអរគុណច្រើនមិត្តទេសនាហើយក៏សូមងាកត្រឡប់មកវិញជាមួយនឹងលោកគ្រូក៏ដូចជាសិស្សានុសិស្សទាំងអស់គ្នាដែលមាននៅក្នុងដែលនៅនេះមានឡើយដើម្បីបញ្ចប់នៃកម្មវិធីគឺខាងខ្ញុំក៏សូមថ្លែងអំណរគុណទៅដល់វិទ្យាស្ថានក៏ដូចជាលោកគ្រូនិងអ្នកគ្រូដែលមានវត្តមានដែលបានអនុញ្ញាតឲ្យខាងក្រុមហ៊ុនធ្វើសិក្ខាសាលានៅក្នុងថ្ងៃនេះដើម្បីជាការចែករំលែកមួយទៅដល់សិស្សានុសិស្សដែលជាជំពាំងឬក៏ជាអ្នកជំនាញជំនាន់ក្រោយហើយដើម្បីជាការបង្ហាញនៅផលិតផលក៏ដូចជាការផលិតនិងការគ្រប់គ្រងទៅលើការផលិតបេតុងដែលឲ្យវាឆ្លើយតបទៅជាមួយនឹងតម្រូវការទីផ្សារបច្ចុប្បន្នហើយក៏ដូចគ្នាដើម្បីយើងបញ្ចប់នៃកម្មវិធីខ្ញុំក៏សូមឲ្យអ្នកទាំងអស់គ្នាជួយបើកកាមេរ៉ាដើម្បីយើងថតជាគ្រប់ហ្វូតូដើម្បីជាការអនុស្សាវរីយ៍ដើម្បីជាការ alert សម្រាប់ឆ្នាំបន្តទៅទៀតថាអូខេក្នុងសម័យកាល COVID គឺយើងមានសិក្ខាសាលាមួយដែលយើងអាចធ្វើface-to-faceបានក៏ប៉ុន្តែយើងអាចធ្វើតាម online បានអូខេអញ្ចឹងសូមអ្នកទាំងអស់គ្នាជួយបើកកាមេរ៉ាដើម្បីយើងមានជាគ្រប់ហ្វូតូជាអនុស្សាវរីយ៍របស់គ្នាដើម្បីបិទនៃកម្មវិធីសូមអរគុណណាអរគុណដល់ក្រុមហ៊ុនជីបមកត្រៀមហើយនៅអូខេអញ្ចឹងខ្ញុំសូមខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាបានបើកកាមេរ៉ាអស់ហើយខ្ញុំនឹងសូមរកមួយពី3ហើយខ្ញុំនឹងធ្វើ print screen ដើម្បីទុកជាអនុស្សាវរីយ៍សម្រាប់ឆ្នាំបន្តទៅទៀតជាអនុស្សាវរីយ៍ក្នុងការដែលបញ្ជាក់ពីអនុស្សាវរីយ៍ឬក៏ជាបទពិសោធន៍របស់យើងទាំងអស់គ្នាអូខេ1 2 3អូខេអរគុណច្រើនអ្នកទាំងអស់គ្នាក៏ដូចជាលោកគ្រូនិងក្រុមប្រឹក្សាពិបាលទាំងអស់ដែលមានវត្តមានក្នុងនេះហើយក៏ចង់បញ្ជាក់ផងដែរថាប្រសិនបើមិនមានវត្តមានអ្នកទាំងអស់គ្នាហើយអូខេខ្ញុំសូមម្ដងទៀតដោយសារតែលើកនេះឃើញមានច្រើនមួយទៀតសូមថតបានច្រើនបន្តិច
អូខេដូចនេះសូមអរគុណហើយសម្រាប់ខ្ញុំបាទតែក្រាតំណាងឲ្យក្រុមហ៊ុនជីម៉ុង MT Cement Corporation ទាំងមូលសូមថ្លែងអំណរគុណដល់លោកគ្រូគីតម៉ាត់ដូចជាលោកគ្រូនាយកលោកគ្រូអ្នកគ្រូក៏ដូចជាសិស្សនិស្សិតទាំងអស់ដែលបានយកចិត្តទុកដាក់តាមដានក្នុងកម្មវិធីថ្ងៃហ្នឹងតាំងពីដើមរហូតដល់យើងបានបញ្ចប់ទៅតាមពេលវេលាកំណត់របស់យើងហើយក៏ពិតជាថ្លែងអំណរគុណមែនទែនប្រសិនបើមិនមានវត្តមានអ្នកនរគ្នាខ្ញុំសង្ឃឹមថាtrongវិធីថ្ងៃនេះនឹងមិនអាចកើតបានឡើយហើយជាងក៏សង្ឃឹមថាក្រុមហ៊ុនក៏ដូចជាកម្លាំងនឹងរក្សានៅវប្បធម៌ដូចជាការចែករំលែកពីចំណេះដឹងក៏ដូចជាបទពិសោធន៍ផ្សេងៗពីផលិតផលផ្សេងៗទៅកាន់រវាងសាលាជាមួយនឹងក្រុមហ៊ុនហើយកាន់តែជិតស្និទ្ធបន្ថែមទៅទៀតអូខេអរគុណច្រើនសូមជម្រាបលា Ôi,